ពេលកំពុងសម្លឹងមើលក្មួយប្រុសរបស់គាត់នៅក្បែរអារម្មណ៍ចម្រុះរហូតដល់អ្នកជិតខាងបានប្រាប់គាត់ពីអាចកំបាំងមួយទីដៅដរាបណាថ្ងៃដំបូងនៃខែនីមួយមុនពេលភ្លឺឡើងប្រពន្ធរបស់គាត់បានប្រើដៃឆ្វេងរបស់គាត់ត្រូវបានគេឲ្យស៊ីនំឡងខ្មៅដើម្បីការពារកូនប្រុសប៉ុន្តែប្រពន្ធរបស់គាត់បានដេញតាមគាត់រហូតដល់ខ្មៅមិនចូលចិត្តស៊ីវាតតែសោះអ្នកភូមិបានចេញមកម្ដងមួយគំនិតអ្នកខ្លះបានណែនាំថាគាត់គួរអធិស្ឋានមនុស្សមួយចំនួនបានឲ្យគាត់នៅព្រៃរុកមានវិធីសាស្ត្រទៅបង្រៀនដោយប្រៅទីបំផុតពេលវេលាដែលប្រពន្ធរបស់គាត់សម្រាប់កូនបានឲ្យពាក់កណ្ដាលភូមិបានមកដល់ហើយរងចាំលទ្ធផលទោះជាយ៉ាងណាក៏ដោយក្មេងនោះបានស្រែកយំយ៉ាងខ្លាំងគាត់មានអារម្មណ៍រំភើបខ្លាំងសម្លេងនោះពិតជារបស់ក្មេងប្រុសមែនប៉ុន្តែឈ្មោះបាននិយាយថាវានៅតែជាក្មេងស្រីអ្នកភូមិមានការខកចិត្តយ៉ាងខ្លាំងសូម្បីតែអំណោយអបអសាទរដែលបានរៀបចំត្រូវបានគេយកតែបរោះអាមីមិនធ្ងន់ទេការរើសអើងយានដរប្រឆាំងនឹងស្ត្រីដោយសារតែក្នុងនាមជាអ្នកប្រដាល់ម្នាក់គាត់តែងតែមានក្តីស្រមៃចង់ខ្លាយជាជើងឯកត្រូវតែជារបស់ក្មេងប្រុសអាចជួយគាត់ឲ្យបញ្ចប់យ៉ាងណាមិញកូន3នាក់បន្ទាប់ក្មេងទាំង4នាក់សុទ្ធតែជាក្មេងស្រីទោះបីជាពួកគេកើតនៅមានហូរឈាមប៉ុន្តែអាមីនៅតែសម្រេចចិត្តបានសម្រេចចិត្តបោះបង់ការមានកូនប្រុសថាយើងមិនអាចមានកូនបានទេវាគ្រាន់តែថាមានលទ្ធភាពយើងមិនទេប៉ុន្តែកូនស្រីក៏កូនមិនបង្កបញ្ហាទេប៉ុន្តែវាមិនបង្កបញ្ហានេះជាអំណោយមួយពីស្ថានថ្ងៃនោះគាត់ទើបតែត្រឡប់មកផ្ទះវិញខ្ញុំបានឃើញមនុស្ស2នាក់ដែលត្រូវបានគេវាយដែលមានមុខជាមនឹងហើមគាត់ខ្ញុំគិតថាក្មួយប្រុសរបស់ខ្ញុំបានធ្វើឲ្យគាត់បានតែកំភ្លៀងក្មួយប្រុសរបស់គាត់កូនប្រុសបានសុំទោសប៉ុន្តែប្រពន្ធរបស់គាត់បាននិយាយជាកូនស្រី2នាក់របស់គាត់ដែលបានអាចត្រឹមតែបន្ទាបខ្លួនហើយបន្ទាបខ្លួនបានសុំទោសខ្លួនឯងប៉ុន្តែទីបំផុតបានផ្ញើលេងអ្នកចិត្តខាងហើយនាំកូនស្រី2នាក់មកត្រូវបានគេហៅមកប៉ុន្តែគាត់មិនប្រកាសទេទៅវិញវាបានអនុញ្ញាតឲ្យកូនស្រីកើតឡើងពេលនោះហើយដូច្នេះក្មួយប្រុសកំសត់លើកនេះគាត់បានខ្លាយជាគោលដៅនៃការវាយដំសម្លាហានទាំង2នាក់នេះឪពុកចាស់មានអំណរយ៉ាងខ្លាំងយ៉ាងណាមិញថ្ងៃល្អរបស់កូនស្រីនេះបានដល់ទីបញ្ចប់ហើយនៅថ្ងៃបន្ទាប់អាមីបានយកកូនស្រីបានទៅតូបលក់អាហារហើយបានពួកគេបានទិញអាហារចៀនដែលពួកគេចូលចិត្តគឺក្រៀមញ៉ាំឲ្យបានច្រើនតាមចិត្តដោយសារតែបន្ទាប់ពីថ្ងៃនេះពួកគេនឹងខ្លាយជាអ្នកប្រដាល់យ៉ាងពិតប្រាកដនិយាយលាហើយចំពោះអាហារចៀនអ្នកទាំងពីរសម្លឹងមើលដោយមិនជឿគាត់បានងាកទៅរកកម្ដាយរបស់គាត់ប៉ុន្តែគាត់ដើម្បីកម្លាំងរបស់គាត់ឪពុករបស់គាត់ក៏បានចាប់ផ្ដើមហ្វឹកហាត់យ៉ាងលំបាកប៉ុន្តែពួកគេស្លៀកសំពត់មិនមែនតតែសោះស័ក្តិសមសម្រាប់ការរត់ដូច្នេះឪពុកខ្ញុំបានសុំសម្លៀកបំពាក់ក្មេងប្រុសសម្លៀកបំពាក់របស់ខ្ញុំឲ្យប្រពន្ធស្លៀកវែងចុះត្រូវបានកាត់ជាខោខ្លីហើយនៅប្រទេសឥណ្ឌាក្មេងស្រីមិនត្រូវបានអនុញ្ញាតឲ្យរំដាញទៅខាងក្រៅទង្វើរបស់ឪពុកបានធ្វើឲ្យអ្នកទាំងពីរកូនស្រីមិនអាចងើបក្បាលបានតតែសោះប៉ុន្តែក្រោមសម្ពាធពីអំណាចរបស់ឪពុកពួកគេគ្មានជំរឿអ្វីក្រៅពីខំបន្តពួកគេទាំងពីរនាក់ជារៀងរាល់ថ្ងៃនៅពេលបានចាប់ដើមរត់ចម្ងាយឆ្ងាយរបស់ខ្ញុំនៅម៉ោង5ពីវាលស្រែរត់ទៅផ្លូវបន្តិចបើមានភាពខ្ជិលច្រអូសណាមួយឪពុកនឹងដូចលេចឡើងដូចខ្មោចហើយដេញតាមពួកគេលំហាត់ប្រាណបែបអេរ៉ូពិករយៈពេល2ម៉ោងបន្ទាប់ពីការហ្វឹកហាត់មានវិធីសាស្ត្រហ្វឹកហាត់ការហ្វឹកហាត់សំបីតែពេលយប់ក៏ដោយនាងពួកគេមិនអាចមើលកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្តបានឡើយស្រីទាំងពីរនាក់មិនអាចជួយអ្វីបានក្រៅពីម្ដាយខ្ញុំប៉ុន្តែគាត់បាននិយាយថាជាក់ស្ដែងឪពុកបានបង្កើតពួកគេអ្នកចំបាប់មិនមែនគ្រាន់តែជាការនិយាយនោះទេរឿងកំ pl ែងនេះជាអ្នកតែរៀបរៀងដើរពីពេញភូមិក្មេងស្រីត្រូវបានគេសន្មតថាធ្វើកិច្ចការផ្ទះដែលបង្រៀនកូនប្រុសរបស់ខ្លួនត្រូវតែជាស្វាមីល្អហើយសូម្បីតែកូនស្រីរបស់បានខ្លាចជាគោលដៅនៃការចំអកពីមនុស្សយ៉ាងណាក៏ដោយឪពុកចាស់មិននៅទីនោះទេពីពាក្យចាំអារាមទាំងនេះទេយើងមិនស៊ូទ្រាំនឹងការលំបាកឥឡូវនេះទេយើងនឹងតែក្រោយនៅពេលយើងពីទីនោះគឺទៅបរិបចំណាស់ទៅ3ខែនឹងមកដល់ចាប់ពីមុនពួកគេទាំងពីរនាក់ក៏បានអនុវត្តនោះហើយជាវាសម្រាប់ការបណ្ដុះបណ្ដាលកាន់តែប្រសើររបស់ពួកគេក៏បាននាំពួកគេមកដែរបងប្រុសរបស់ខ្ញុំគឺជាដៃគូហាត់របស់ខ្ញុំនោះត្រូវបានបងស្រីជីដូនមួយរបស់គាត់មើលងាយទាំងសំបីធំបន្លែអស់រយៈពេលយូរមកហើយខ្ញុំមានកម្លាំងទេតែខ្ញុំនៅតែមើលខ្លួនឯងម្នាក់ដែលគ្មានវិធីដើម្បីស៊ូពេញបានសម្រេចចិត្តថាទោះបីជាក្រុមបីជាយើងក៏ដោយយើងនៅតែត្រូវឲ្យនាងញ៉ាំយ៉ាងណាក៏ដោយការបន្ថែមប្រូតេអ៊ីនកូនស្រីមិនយល់ពីឪពុករបស់នាងតតែចម្លងដោយ Turboscribe ជួយទៅវិញមិនយល់ពីដើម្បីការសារនេះប៉ុន្តែយ៉ាងណាក៏ដោយហ៊ុនស្រីពេកហើយមានថែមទាំងដោះនៅក្នុងសក់ទៀតផងសិតតមិនពូកែរៀបការទេអ្នកណាដឹងនៅថ្ងៃបន្ទាប់ឪពុកបាននាំជាងកាត់សក់មកលោកគ្រូពិតជាបានកាត់សក់របស់ពួកគេខ្លីកាត់ផ្ដាច់ចំណងទាំងអស់ទាំងស្រុងដើម្បីលេចធ្លោជាងហ្វូងមនុស្សម្នាក់ត្រូវតែមានការរំខានទេប៉ុន្តែតើកុមារអាចយល់ដោយយល់ពីគោលការណ៍ទាំងនេះហើយសូមមើលក្មេងប្រុសអញ្ចឹងដោយមានសក់ខ្លីអ្នកទាំងពីរបានសម្រេចចិត្តបេះបោដូច្នេះឪពុកដ៏ខូខើនេះព្រឹកបន្ទាប់ពួកគេបាននាំឪពុករបស់ពួកគេមកនាឡិការោទិត្រូវបានកំណត់2ម៉ោងពេលគាត់ភ្ញាក់ពីដំណេកដោយភាពស្រងូតស្រងាត់អ្នកទាំងពីរបានធ្វើពុតជាកំពុងហ្វឹកហាត់គាត់មើលទៅហត់នឿយខ្លាំងណាស់បន្ទាប់ពីបញ្ចប់ការងារហើយវាក៏ជាគេបានលូកប្រើទឹកម្ដងទៀតបិទភ្លើងចង្គៀងហើយបន្ទាប់មកអំឡុងពេលប្រជុំមុខដាក់គ្នាបងប្អូនស្រីទាំងពីរនាក់កាន់តែមានចិត្តអាណិតខ្លាំងបន្លំដែលទោះបីជាឪពុកបានឃើញជាយូរមកហើយមានរឿងគួរឲ្យសង្ស័យកំពុងកើតឡើងប៉ុន្តែប្រសិនបើពួកគេមិនបានផ្ញើវាទេអ្នកទាំងពីរនឹងគិតថាមិត្តខ្ញុំក៏ចុះចាញ់ហើយមិនព្រមបង្ខំពួកគេឲ្យហ្វឹកហាត់ម្ដងទៀតរហូតដល់ចូលរួមក្នុងការអង្គុយទល់របស់ក្មេងអាយុ14ឆ្នាំបងប្អូនស្រីទាំងពីរបានរៀបការខ្ញុំយល់ពីចិត្តណាល្អរបស់ឪពុកខ្ញុំបេះដូងខ្ញុំនៅកន្លែងនេះជាកន្លែងដែលមនុស្សនៅយុគនៃសេចក្តីរីករាយកូនក្រមុំទោះជាយ៉ាងណាក៏ដោយនោះធ្ងន់ដូចផេះព្រោះនាងមានអាយុ14ឆ្នាំហើយមិនទាន់ពេលរីករាយជាមួយយុវវ័យដងងរដូវផ្ការីកនឹងបង្ខំនាងឲ្យរៀបការនឹងសម្រាប់ចម្អិនអាហាររៀបចំចាននិងអាំងតូចគ្នាតាមរយៈអ្វីដែលអាចមើលឃើញភ្លាមជីវិតក្បាលកូនកំឡោះសំបីតែកូនកំឡោះគ្មាននរណាម្នាក់ដឹងទេហើយនោះហើយជាអ្វីដែលត្រានោះស្ត្រីភាគច្រើននាងបាននិយាយទៅកាន់ក្មេងស្រីទាំងពីរនាក់មានសំណាងណាស់យ៉ាងហោចណាស់អ្នកយ៉ាងហោចណាស់ឪពុករបស់អ្នកយកចិត្តទុកដាក់ឪពុករបស់អ្នកចាត់ទុកអ្នកដូចជានាងបានស៊ូទ្រាំវាដោយស្ងៀមស្ងាត់ដោយចាត់ទុកវានាំការចំអកនិងការអាម៉ាស់របស់អ្នកលោកប្រយុទ្ធដើម្បីតែអ្នកអាចមានវាអនាគតភ្លឺស្វាងមានហើយអាចគ្រប់គ្រងជីវិតខ្លួនឯងបានឱកាសល្អពេលដូច្នេះអ្នកទាំងពីរក៏ពួកគេបានស្រក់ទឹកភ្នែកហើយចុងក្រោយខ្ញុំយល់ពីចិត្តណាល្អរបស់ឪពុកខ្ញុំបេះដូងមិនត្រូវបានយកចេញជាចម្បាប់លទ្ធផលចេញហើយថ្ងៃរបស់មិត្តល្អបំផុតខ្ញុំអរគុណនៅក្នុងអនាគតដ៏ខ្លីខាងមុខរបស់ពួកគេបន្ទាប់ពីនោះពួកគេលែងខ្លាចទៀតវាមិនមែនជាទស្សនៈពិភពលោកទេប៉ុន្តែជាផ្ដោតលើអនាគតដ៏ឆ្ងាយហ្វាងជាអំណោយមួយពីកំណើតរួមផ្សំជាមួយនឹងការអត់ធ្មត់ការហ្វឹកហាត់ឥឡូវនេះយើងគ្រាន់តែត្រូវរងចាំយូរទៅវានឹងច្បាស់លាស់ឡើងសម្លេងដ៏គួរឲ្យភ្ញាក់ផ្អើលខ្យល់កណ្ដាលរដូវកាលរដូវកាលទាំង4ភ្នំនិងសមុទ្រសម្លេងនោះបានលើឡើងពីពេញទីក្រុងដ៏មានដល់ស្រលើឡើងលឿនមាសពេលខ្លះវាស្រាលហើយពេលខ្លះវាទន់ភ្លន់ភាពកក់ក្ដៅភ្លុំចេញនៅភាពច្របូកច្របល់នៃដំណើរសម្លេងកណ្ដឹងនៃអនាគតមួយសន្ទុះក្រោយមកសម្លេងនោះបានមកពីកូនស្រីតែមានសមត្ថភាពកំទេចរួចហើយកម្លាំងរបស់ក្មួយប្រុសនិងមហាទាញយកអត្ថប្រយោជន៍ពីសន្ទុះហើយនឹង
ចូលរួមការប្រកួតចំបាប់ក្នុងការប្រកួតប្រជែងមួយរយៈក្មេងស្រីនិងក្មេងប្រុសនឹងនៃការប្រកួតចំបាប់របស់កុមារនេះបានសាច់ដែលមិនធ្លាប់មានពីមុនការប្រកួតប្រជែងបានធ្វើឲ្យដើមឡើយសង្វៀនចំបាប់ត្រូវបានគេបោះបង់ចោលអីទេដើម្បីបំបែកកៅអីទាំងនោះការសង្ស័យនិងវោហារសាស្ត្រទេគឺលោកយេថាជ្រើសរើសស្លាយខ្លាំងបំផុតជាអ្នកប្រដាល់គាត់លឿននិងជំនាញគីយ៉ូបានយកឈ្នះគូប្រកួតទាំងស្រុងតាក់ទងនឹងជំនាញនៅដើមការប្រកួតពួកគេបានកាន់កាប់ទំសម្បត្តិលោកសំបីតែសរីរាង្គក៏ដោយវានឹងអាចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ពីជំនឿប៉ុន្តែគ្មានទីពឹងប្រឆាំងនឹងរាងកាយដ៏រឹងមាំនិងកម្លាំងគ្មានដែនកំណត់កណ្ដាលសម្លេងហូរកញ្ជ្រៀវរបស់ហ្វូមនេះប្រហែលជាត្រូវបានចាញ់ប៉ុន្តែវានៅតែសំនឹងទទួលបានការសរសើរពិសេសនេះទីបុលអ្នកចម្បាំងដែលចាញ់ចង់បានមានតែប្រាក់រង្វាន់របស់អ្នកឈ្នះប៉ុណ្ណោះដែលត្រូវបានគេដឹងទោះបីជាមិនសំខាន់ក៏ដោយអំពៃមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្ដែងដ៏ល្អសាទរនិងអបអរសាទរនៅតែមានអារម្មណ៍គេបានចាំងាត់ចុយគាត់បានរកឃើញឪពុករបស់គាត់នៅពេលយប់ពេលណាយើងអាចប្រយុទ្ធគ្នាម្ដងទៀតពេលដូច្នេះគាត់ញឹមដោយស្មោះព្រោះគាត់ស្គាល់ស្ត្រីនោះក្មេងនោះបានលងស្នេហ៍នឹងការចម្បាប់ទាំងស្រុងនៅក្នុងការប្រកួតជាបន្តបន្ទាប់ពីកាន់តែប្រយុទ្ធវាកាន់តែក្លាហានដោយណាដែលមិននឹកស្មានដល់នឹងការខិតខំប្រឹងប្រែងដែលប្រមូលបានកម្ចាត់គូប្រកួតមួយបន្ទាប់ពីមួយទៀតហើយជារង្វាន់មួយបន្ទាប់ពីពានរង្វាន់មួយទៀតយូរទៅគាត់បានក្លាយជាឥស្សរជនដ៏ពេញនិយមរបស់អ្នកដែលសួរសំណួរនឹងការចំអកក៏គួរឲ្យរីករាយផងដែរការប្រកួតចម្បាប់ដ៏ខ្លាំងក្លាបានបាត់ទៅបានរលាយបាត់ទៅជំនួសដោយភាពគ្មានអ្វីសោះចំនួនពានរង្វាន់និងវិញ្ញាបនបត្រមិនមែនក្រោយមកគាត់បានកម្ចាត់ប្រជាជនក្នុងអ្នកប្រដាល់ទាំងអស់បានទៅដល់កម្រិតបញ្ចនាយកសាលាក៏បានសរសើរជាសាធារណៈនឹងផ្ញើបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់វាហាក់ដូចជាឈៀងជើត្រូវបានបង្កើតឡើងរួចហើយជាមានការច្រើនក៏ដោយផ្លូវនៅខាងមុខផ្លូវចាស់នៅតែវែងឆ្ងាយនិងមិនអាចទៅដល់បានតែការប្រកួតចម្បាប់ជាផ្លូវការវាត្រូវតែត្រូវបានអនុវត្តនៅក្នុងផ្ទះហើយមានផ្សេងគ្នានឹងច្បាប់ក្នុងស្រុកការិយាល័យកីឡាបានបដិសេធមិនផ្ដល់ថាពិសោធន៍របស់យេថាសំបីតែពួកគេមិនហ៊ាននិយាយពីកម្រាលចម្បាប់គាត់គ្រាន់តែផ្ដល់ថាវិការមិនគ្រប់គ្រាន់ល្អក្នុងការទិញពូកមួយដើម្បីដើរតួជាបានធ្វើកម្រាលចម្បាប់អាជីពដោយប្រុងប្រយ័ត្នការពន្យល់អំពីបច្ចេកទេសចម្បាប់ក្នុងផ្ទះគឺត្រូវអបគ្នាទៅវិញទៅមកចង្កេះធ្វើឲ្យគាត់លុតជង្គង់ចុះមួយពិន្ទុសម្រាប់ការចុះចតលើក្នុងរបស់គាត់ពីពិន្ទុក្រោយឲ្យគូប្រកួតការសុទ្ធបញ្ចូលទី3ពិន្ទុនិង5ពិន្ទុគឺជារឿងពិបាកប៉ុន្តែមិនមែនមិនអាចឲ្យរួមទេក្រឡាប់ដូចអិនជីនូហើយរួមគ្នាគាត់កំពុងនិយាយដោយងាកក្រោយយើងត្រូវយកសំណាប់ឲ្យបង្ហាញវាមិនយូរប៉ុន្មានអ្នកគ្រប់គ្រងហ្គីតាបានឈរនៅលើសង្វៀនចម្បាប់អាជីពក៏ដូច្នោះដែរការប្រកួតផ្លូវការលើកដំបូងរបស់គាត់បានចាប់ផ្ដើមហើយកីឡាចម្បាប់យុវជនថ្នាក់ជាតិសន្ទុះរបស់យេថានៅក្នុងការប្រកួតអាចបញ្ឈប់ការឈានទៅមុខក្នុងល្បឿនលឿនគាត់បានយកឈ្នះនរណាម្នាក់ដែលខ្លាំងដូចគាត់អ្នកប្រដាល់កូឈ្មោះប្រុសក្មេងស្រីមួយចំនួននៅក្នុងក្រុមយុវជនប្រជែងរបស់គាត់បានបង្ហាញគាត់ភ្លាមបន្ទាប់មកគាត់បានឈ្នះក្រុមយុវជនការបោះឆ្នោតរបស់ម្ចាស់អាកាសយានដ្ឋានជើងឯកការវិនិយោគនេះហៀបនឹងផ្ដល់ផលចំណេញក្នុងការប្រកួតយុវជនជាបន្តបន្ទាប់គីតាខាងលើនៅតែដដែលដូចពីមុនការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់គូប្រជែងគឺជាការជាមួយគ្នានេះពួកគេបានឈ្នះវាក៏បានធ្វើឲ្យថៅកែមានទ្រព្យសម្បត្តិច្រើនផងដែរគាត់បានប្រមូលទ្រព្យសម្បត្តិរបស់គាត់មិនមានអ្វីកើតឡើងទេទម្លាប់ប្រចាំថ្ងៃគឺនៅទីបំផុតពួកគេបានបង្ហាញការតស៊ូនៅថ្ងៃនេះសារៈសំខាន់នៃជ័យជំនះដ៏ធំធេងរបស់គាត់នៅពេលនៅក្នុងស្រុកនិងគ្មានសន្តិភាពតែពួកគេបានឈ្នះទូទាំងប្រទេសប៉ុណ្ណោះទេជើងឯកក៏បានក្លាយជាក្មួយប្រុសដ៏ល្បីល្បាញបំផុតរបស់ភូមិពូមហានឹងនៅទីនេះប៉ុន្តែជាលទ្ធផលគាត់បាននិយាយបែបនេះវាគ្រាន់តែជាការចាប់ផ្ដើមនៃក្តីស្រមៃមួយគឺការប្រកួតជើងឯកជារៀងរាល់ឆ្នាំប៉ុន្តែលុះត្រាតែពេលឈ្នះមេដាយមាសជូនប្រទេសជាតិមានតែពេលនោះទេទើបអាចចាត់ទុកថាក្តីសុបិនហើយក៏បានក្លាយជាក្តីស្រមៃរបស់យេថាប៉ុន្តែចង់បានអ្នករាំដែលឈរនៅលើឆាកអន្តរជាតិតៃវ៉ាន់ត្រូវតែទៅប្រទេសនេះអត្ថន័យនៃការហ្វឹកហាត់នៅសាលាកីឡាវាមានន័យថាជាចំណុចឆ្លងកាត់ក្នុងសុបិននឹងចុះពីរថភ្លើងដូចដែលអ៊ីលីនឆេងបាននិយាយជីវិតប្រៀបដូចជាបាល់មួយអ្នកដែលបានបង្រៀនអ្នកពីជំហានរំដំបូងខ្ញុំប្រហែលជាមិនអាចនៅជាមួយអ្នករហូតដល់ទីដែលគាត់អាចធ្វើបានឥឡូវនេះអ្វីដែលខ្ញុំកំពុងសូមឲ្យគ្រូបង្វឹកផ្ដល់ការណែនាំត្រឹមត្រូវប៉ុន្តែនេះពិតជាសំណើរបស់លោកឆេងបានប៉ះពាល់ដល់ឪពុកដ៏ក្រអឺតក្រទុំរបស់គ្រូបង្វឹកដោយក្មេងដែលធ្លាប់ធ្វើខុសគាត់បានចាក់ចេញដោយខាត់បងការចាក់ចេញរបស់គាត់នឹងនាំទៅរកគីតាភាពអាម៉ាស់ដោយគ្មានឪពុកពីនៃដ៏តឹងរឹងរបស់គីតាធម្មជាតិដ៏កម្រនៅទីនេះគាត់ឆ្លើយដោយមិនប្រុងប្រយ័ត្នពេលគាត់ចាប់ផ្ដើមសហការគ្នាតាមកាយជាមួយគ្នាស្រពេចស្នេហាក្នុងវ័យកុមារភាពសូម្បីតែសត្វដែលអន្តែតដោយស្រួលក៏ចាប់ផ្ដើមស៊ីដែលគ្មានការអនុញ្ញាតគាត់ចាប់ផ្ដើមស្លៀកពាក់ខ្លួនឯងហើយដេញតាមសេចក្តីរីករាយកម្រិតទាបលាបលើម្រាមដៃឆ្នាំលេបក្រចកក៏ដុសវែងដែរប្រឈមមុខនឹងម្ដាយរបស់ខ្ញុំពេលខ្ញុំឈប់គាត់មានការភ្ញាក់ផ្អើលគាត់និយាយថាឪពុករបស់គាត់ទាំងគ្នាបានធ្វើរឿងខុសដែលជាមេរៀនវត្តគួរតែមានសេរីភាពនិងដោយឯកឯងទោះបីជាខ្ញុំតាមដានតារាល្បីនិងមើលភាពយន្តក៏បានការប៉ុន្តែនៅតែគាត់ជាអ្នកប្រដាល់លំដាប់ថ្នាក់ជាតិនិងទទួលបានស៊ីដនីអន្តរជាតិសម្បត្តិសម្រាប់ការប្រកួតប្រជុំមុខនឹងស្លាយកូនស្រីរឹងរួចទៅហើយហាក់អាចនិយាយបានតែដោយអស់សង្ឃឹមខ្ញុំបាននិយាយថាវាល្អណាស់ហើយខ្ញុំនឹងមើលវានៅថ្ងៃរៀនមនុស្សឲ្យចេះទៅស៊ូបងស្រីរ៉ាប៊ីតាមានភាពរស់រវើកគីតាបានដើរទៅមុខហើយនិយាយវិធីសាស្ត្ររបស់ឪពុកខ្ញុំមានតាំងពីសម័យហើយមកហើយគាត់ខឹងខ្លាំងណាស់ហើយបង្ខំគាត់ឲ្យបង្ហាញចលនាថ្មីដែលគេហៅថាត្រូវបានបង្ហាញកូនស្រីត្រូវឪពុកវាដំយ៉ាងដំណោះវាចុះដោយស្រួលហើយត្រឡប់មកវិញកូនស្រីមានអារម្មណ៍ថានាងបាត់បង់មុខមាត់គាត់បាននិយាយថាគាត់មិនទាន់ត្រៀមខ្លួននៅពេលនេះមកជាមួយឪពុកខ្ញុំជាលទ្ធផលកូនស្រីត្រូវបានគាត់អាចយកនាងចុះបានយ៉ាងងាយនាងមានអារម្មណ៍ថានាងបាត់បង់មុខមាត់ដោយនិយាយថាខ្ញុំមិនទាន់បានត្រៀមខ្លួននៅពេលនេះខ្ញុំជាមួយឪពុកខ្ញុំការប្រកួតផ្លូវការមួយទោះបីជាលោកមហាហ្វឺកាន់តំណែងជាអ្នកដឹកនាំនៅខាងលើប៉ុន្តែមានអាយុជាង50ឆ្នាំរបស់ខ្ញុំលែងមានអាយុ20ឆ្នាំឡើយរាងកាយដែលចាស់ចរានៅទីបំផុតបានចុះចាញ់ហើយដ៏ខ្លាំងមួយពីស្ត្រឹកនៅយុគនោះបាប៊ីតាបានប្រាប់អូនស្រីរបស់នាងបានចាញ់អ្នកទេគាត់គ្រាន់តែយើងបានចាញ់បោកពេលវេលាបច្ចេកទេសរបស់នាងក៏ត្រូវបានពូសម័យហើយអ្នកឈ្នះដោយសារតែគុណលក្ខណៈរាងកាយរបស់នាងទោះជាយ៉ាងណាក៏ដោយជីដែលឈ្មោះសម័យមិនយកស្រុកនឹងទេហើយនៅថ្ងៃបន្ទាប់ខ្ញុំបានចាក់ចេញពីគ្រួសារនេះតាំងពីនៅបានប្រាប់ឪពុករបស់គាត់ផងលីគ្នាចុងក្រោយពេលកំពុងសម្លឹងមើលកូនស្រីរបស់នាងដែលកំពុងធ្លាក់
កចុះអារម្មណ៍មិនស្រួលមួយបានជ្រាបចូលក្នុងសោកដែលមិនអាចពិពណ៌នាបាននៃនាងសោកស្ដាយចំពោះការកន្លងផុតទៅនៃពេលវេលាសោកស្ដាយចំពោះភាពគ្មានអំណាចរបស់នាងដើម្បីយកឈ្នះស្ត្រីរបស់នាងទេគ្មានអំណាចបញ្ឈប់នាងឡើយកាន់តែដើរលើផ្លូវខុសកាន់តែឆ្ងាយជាសំណាងល្អកូនស្រីទី2ឈ្មោះបាប៊ីតាគ្នាបើប្រៀបធៀបទៅនឹងបងស្រីរបស់នាងទាំងល្អជាងនេះទៅទៀតក្រោមការហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់របស់កូនស្រីទី2ទីបំផុតក៏បានឈ្នះដែរគាត់បានឈ្នះជើងឯកថ្នាក់ជាតិផ្ទុយទៅវិញបងស្រីរបស់នាងឈ្មោះគីតាកម្លាំងរបស់ខ្ញុំមិនដូចពីមុនទេលើកមុនការចូលរួមក្នុងការប្រកួតអន្តរជាតិលែងប្រើប្រាស់ពុកបានមើលជញ្ជាំងដែលព្យួរនៅក្នុងផ្ទះមេដាយមាសពីរខ្ញុំមិនមានអារម្មណ៍មិនល្អទេខ្ញុំមិនដឹងថាត្រូវសប្បាយចិត្តឬក៏សោកសៅទេព្រោះស្រីទី2របស់ខ្ញុំក៏កំពុងនាងបានសិក្សានៅសាលាកីឡាមួយខ្ញុំខ្លាចថាប្អូនស្រីរបស់ខ្ញុំនឹងដើរតាមគន្លងរបស់បងស្រីប៉ុន្តែផ្លូវនៅខាងគេនៅតែត្រូវដើរលើផ្លូវនោះដោយខ្លួនឯងអូនស្រីរបស់ខ្ញុំបានមកដល់មហាវិទ្យាល័យរបស់ខ្ញុំបានផ្លាស់ប្ដូររូបរាងរបស់នាងពីគឺបែបនេះហើយគ្មានអ្វីដូចពីស្មារតីនៃការខិតខំឡើងលើនោះបើឲ្យទោះបីជាយើងចាញ់ការប្រកួតអន្តរជាតិទៅវិញពួកគេមិនបានខ្វល់ពីការប្រកួតប្រជែងខ្ញុំមិនស្ដាប់បងស្រីខ្ញុំនិយាយបានទេហើយនៅក្នុងព្រឹត្តិការណ៍អន្តរជាតិបន្តនៅក្នុងការប្រកួតនេះគីតាបានចាញ់សូម្បីតែការប្រកួតមួយបន្ទាប់ពីការប្រកួតមួយទៀត6ប្រកួតជាប់គ្នាការជំរុះជុំទី1ម្ដងហើយម្ដងទៀតការបរាជ័យទីបំផុតបានភ្ញាក់ឡើងគីតាចាប់ផ្ដើមគិតឡើងវិញថាតានាងខ្ញុំពិតជាខមមិនខ្ញុំមិននឹកស្មានថាគ្រូបង្វឹកតែអ្នកមិនហាត់សំតតែសោះបរិមាណចម្បាប់បងស្រីច្បងបានត្រឡប់ទៅសាលាវិញហើយចាប់បងខ្លួនឯងខណៈពេលដែលប្អូនស្រីក្នុងក្រសែភ្នែករបស់ឪពុកអ្នកវាតែងតែជាមោទនភាពរបស់នាងប្រសិនបើអ្នកភាពរឹងនោះមិនស័ក្តិសមសម្រាប់ការហ្វឹកហាត់ចម្បាប់អាចហ្វឹកហាត់ចម្បាប់នៅកម្រិតនោះបានទេពេលត្រូវនិយាយជាមួយឪពុកខ្ញុំឲ្យបានច្បាស់លាស់ហើយបាននិយាយគ្នាជីតាបានប្រមូលផ្ដុំភាពក្លាហានរបស់នាងបានហៅឪពុករបស់គាត់ទីតាលែងអាចគ្រប់គ្រងបានទៀតហើយដោយមិនអាចទប់អារម្មណ៍សោកសៅរបស់នាងបាននាងយំហើយសុំទោសឪពុកនាងទីបំផុតឪពុកនិងកូនស្រីបានជួបជុំគ្នាព្រមដែលមានការគាំទ្រពីឪពុកជីថាវើទទួលបានទំនុកចិត្តឡើងវិញនាងថែមទាំងគាត់កាត់សក់វែងរបស់គាត់ដើម្បីបង្ហាញការតាំងចិត្តប៉ុន្តែគ្រូបង្វឹកបាននិយាយថាយេថេនេះមិនស័ក្តិសមសម្រាប់ការប្រកួតទម្ងន់ល្បែងនិងដើម្បីគ្រប់គ្រងនាងរបបអាហាររបស់នាងបានជួយនាងឲ្យស្រកទម្ងន់5គីឡូការវិប្រហារមួយចំពោះយេការបដិសេធដ៏ធំបំផុតពេលដឹងរឿងនេះឪពុកក៏ប្រញាប់ទៅភ្លាមពួកគេបានមកហើយថែមទាំងជួលវាជាពិសេសមួយរួចរាល់សម្រាប់ការណែនាំពួកគេគាត់បានបង្កើតបងប្អូនស្រី2នាក់ជារៀងរាល់ថ្ងៃក្រៅជញ្ជាំងនៅម៉ោង5ការបណ្ដុះបណ្ដាលនិងសម្ងាត់សម្រាប់គេថាអាហារជួយរក្សាទម្ងន់ហើយអ្វីក៏ត្រឡប់វាមានអារម្មណ៍ដូចជាការត្រឡប់ទៅរកកុមារប៉ុន្តែនៅថ្ងៃនោះមិត្តរួមថ្នាក់ម្នាក់បានរបស់បងប្អូនស្រីត្រូវបានគេប្រាប់គ្រូបង្វឹកដោយសម្ងាត់ហើយបន្តមកដឹកនាំសាលាកំពុងរៀបចំបាត់ក្រៅពីពួកគេឪពុកបានផ្ដល់អ្វីគ្រប់យ៉ាងគាត់បានទទួលកំហុសទាំងអស់នៅលើខ្លួនរបស់ពួកគេខ្ញុំគ្រាន់តែសង្ឃឹមថាសាលានៅតែអាចចាក់ចេញបានសាលាបានសម្រេចចិត្តបើកតាមមួយឆ្នាំប៉ុន្តែចាប់ពីពេលនោះមកមិនត្រូវបានអនុញ្ញាតទេចូលសាលាក៏ហាមដែរបងប្អូនស្រីទាំងពីរនាក់ត្រូវបានរារាំងមិនឲ្យចាក់ចេញពីកន្លែងនេះមនុស្សម្នាក់បើទឹកចិត្តដោយរបៀបនោះគាត់ឆ្លងកាត់ការមើលការប្រកួតគីតាមម្ដងហើយម្ដងទៀតវីដេអូនៃការបរាជ័យដែលត្រូវបានបំបែកបន្តិចម្ដងគាត់បានវិភាគចំណុចខ្សោយរបស់យេទៅហើយការរកឃើញថាការវាយប្រហារនេះគឺជាសម្បត្តិរបស់គ្រូបង្វឹកអនុញ្ញាតឲ្យគាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការបោះបង់ចោលចំណុចខ្លាំងរបស់ខ្លួនគឺជាការមិនសង្ស័យទាំងពីររបស់គាត់បាននិយាយជាមួយពួកគេម្នាក់តាមទូរស័ព្ទចង្អុលបង្ហាញពីការប្រកួតគីតាចំណុចខ្វះខាតនឹងត្រូវបានដោះស្រាយតាមរយៈបទពិសោធន៍ជាក់ស្ដែងហើយនេះក៏ជាព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យបំផុតការប្រកួតចម្បាប់អត្តពលិកកម្ពុជាមកពីប្រទេសផ្សេងកីឡាករទាំងអស់នឹងចូលរួមគីតាតើពួកគេនឹងអាចសងសឹកការបរាជ័យពីមុនរបស់ពួកគេបានចាប់ផ្ដើមភ្លាមប៉ុន្តែគូប្រកួតបានបង្ហាញសន្ទុះយ៉ាងខ្លាំងជាឥន្ធនូផ្នែកគំនិតរបស់យីតាកោរងផលប៉ះពាល់ដូច្នេះជាលើកដំបូងគូប្រកួតបន្តរកពិន្ទុបានយ៉ាងងាយចម្រៀងបានឈ្នះនៅទឹកទី2គីតាម្ដងទៀតត្រូវគូប្រកួតកំទេចគូប្រកួតបានវាយបកវិញហើយដើមរៀបចំសម្រាប់ពិធីបុណ្យដូចដែលទាំងអស់គ្នាបានគ្រប់គ្នាគិតថាគាត់នឹងបង្កបញ្ហានោះឪពុកក៏ស្រែកឡើងភ្លាមនិយាយពីនេះពីនោះអ្នកមិនទាន់ចាញ់នៅឡើយទេប៉ងដោយទទួលបានការបំផុសគំនិតពីឪពុករបស់គាត់គឺលោកជ័យដុំគ្នាហើយគាត់ទីបំផុតបន្ទាប់ពីបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពតាមក៏ចាន់យ៉ាងលឿនចំហ logical របស់គូប្រជែងទី2ទីបំផុតគាត់បានឈ្នះជំនួសការប្រកួតនេះហៀបនឹងឈានដល់ដំណាក់កាលចុងក្រោយពួកគេបានឈ្នះការប្រកួតប៉ុន្តែពួកគេបានខ្លាចជាមនុស្សឲ្យយីតែយកចិត្តទុកដាក់ម្ដងទៀតការពារល្អពុករឹងមាំលោកបានជំរុញឲ្យបន្តការវាយប្រហារទៀតនៅទឹកទី3គីតាវីបកវិញយ៉ាងសាហាវក្រោមការវាយប្រហារដ៏សាហាវគាត់បានប្រញាប់ដើម្បីធានាខ្សែនេះសូមប្រាសោនៅពេលនោះគាត់បានប្រើជើងទាត់ចំហៀងដើម្បីគូត្រូវបានចាញ់ទាំងស្រុងហើយនៅទីបញ្ចប់ពួកគេបានឈ្នះការប្រកួតហើយភពកីឡដ្ឋានទាំងមូលមនុស្សបានស្រែកហូបកញ្ជ្រៀវប៉ុន្តែគ្រូបង្វឹកដោយបានរកឃើញថាសមិទ្ធផលរបស់លោកត្រូវបានសាមញ្ញចិត្តជារបស់ញាតិរបស់គាត់បានយកគូប្រជែងរបស់យីថាខ្លាំងជាងជំនាញជាងការវាយប្រហារលឿនលើកនេះគ្រូបង្វឹកសូមឲ្យយេថារក្សាការវាយលុកហើយទោះជាយ៉ាងណាក៏ដោយឪពុកបានធ្វើផ្ទុយពីនេះគាត់បានប្រាប់យេថាឲ្យធ្វើវាយ៉ាងម៉ឺងម៉ាត់ការពារដរាបណាអ្នកទប់ទល់នឹងគូប្រកួតការវាយបកយ៉ាងលឿនរបស់វែងមិនអាចរកគ្រាប់បាល់បានទេជាបាត់បង់ភាពស្ងប់ស្ងាត់ហើយនៅចំណុចនេះអ្នកគ្រាន់តែត្រូវស្វែងរកខ្វះខាតនេះអាចត្រូវបានគេអំឡុងពេលប្រកួតចាត់ទីចងចាំការវិនិច្ឆ័យដំបូន្មានរបស់ឪពុកគាត់បានស្រក់ទៅការការពារដ៏រឹងមាំមួយគឺមិនអាចប្រៀបធៀបងាយស្រួលក្នុងការកម្ចាត់វាប៉ុន្តែខ្ញុំមិនទាន់អាចទទួលបានអ្វីលេចធ្លោក៏ចាប់ផ្ដើមឈប់កំហុសប្រសិនបើគាត់មិនអាចរកគ្រាប់បាល់បានគាត់នឹងខ្លាយទៅជាមិនស្រួលខ្លួននិងឆាប់ខឹងដោយបង្ហាញពីចំណុចខ្វះខាតរបស់គាត់នោះជាពេលដែលឱកាសរបស់អ្នកនឹងមកដល់ទីបំផុតជីតាឈ្នះដោយជោគជ័យគូប្រកួតបានឡើងទៅវគ្គផ្ដាច់ព្រាត់ហើយអំឡុងពេលសម្ភាសគ្រូបង្វឹកកិត្តិយសទាំងអស់បានធ្លាក់ទៅលើខ្លួនគាត់នៅលើខ្លួនរបស់គាត់ខណៈពេលដែលឪពុកទទួលជំហានបន្ទាប់របស់ហើយជាថាដៃព្រុសភីគីមខាងទៀតមាន2ដងបាត់សម្ភាសជុំទី1ជាមួយយេថានៅពេលនោះគាត់ថែមទាំងបានធ្វើការកត់សម្គាល់ដល់នឹងចំនួនគាត់ទាំងស្រុងអ្នកក្រោមបង្គាប់របស់គាត់បានឈុំមុខនឹងកម្លាំងដ៏គួរឲ្យខ្លាចបែបនេះគូប្រកួតគំនិតខាងក្នុងរបស់យីតែចាប់ផ្ដើមដោយមានអារម្មណ៍មិនស្រួលឪពុកបាននិយាយថាប្រសិនបើអ្នកទទួលបានមេដាយប្រាក់នៅថ្ងៃស្អែកនោះអ្នកនឹងត្រូវបានមនុស្សស្គាល់ឆាប់នេះភ្លេចហើយប៉ុន្តែបើឈ្នះមេដាយមាស
អ្នកនឹងក្លាយជាគំរូក្លាយជាស្ត្រីឥណ្ឌារាប់លានអ្នកជាគំរូក្រោយពីបានស្ដាប់ពាក្យសម្ដីរបស់ឪពុកនាងរួចនេះបានពង្រឹងការតាំងចិត្តខាងក្នុងរបស់ខ្ញុំបានផ្ដោតទៅលើវគ្គផ្ដាច់ព្រាត់នៅថ្ងៃបន្ទាប់មុនពេលយើងចាប់ផ្ដើមគ្រូដែលសង្សឹកការបណ្ដុះបណ្ដាលនេះពិតជាបានធ្វើឲ្យមនុស្សបានចាក់សោនៅក្នុងបន្ទប់ទោះបីជាគាត់ស្រែកយ៉ាងណាក៏ដោយក៏គ្មានអ្នកណាស្ដាប់ដែរបន្ទាប់ពីការចាប់ផ្ដើមនៃវគ្គផ្ដាច់ព្រាត់ជាសម្រាប់បន្តិចសិនស្វែងរកឱកាសត្រឹមត្រូវបន្ទាប់មកគាត់បានឆ្លៀតយកប្រយោជន៍ពីចំណុចខ្សោយរបស់ខ្លាំងពេកពួកគេបានវាសម្រុកគោលដៅយ៉ាងមួយប៉ុន្តែហ្គីថាបន្ទាប់មកពួកគេបានរកឃើញនៅក្នុងកៅអីទស្សនិកជនបានទៅណាទេអវត្តមានរបស់មនុស្សជាទីស្រឡាញ់របស់នាងបានធ្វើឲ្យចិត្តទេជុំទី2គូប្រជែងដែលខឹងសម្បាបានចាប់ផ្ដើមសង្សឹកវាយបន្ទាប់មកហ្គីថាបានកត់សម្គាល់ឃើញទស្សនិកជននៅទៅទេអវត្តមានរបស់ឪពុកស្រមោលបានធ្វើឲ្យជ័យនោះបាត់បង់ទំនុកចិត្តភ្លាមគូប្រកួតដែលខឹងសម្បានៅក្នុងជំនួបចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងទម្លាប់របស់ឪពុកគីតានៅលើទីលានបានបាត់បង់ចំណាត់ថ្នាក់លេខ1របស់នាងក្នុងឱកាសនេះដើម្បីបង្កើនទំនុកចិត្តរបស់ក្រុមទី2ហើយប្រែក្លាយជាឈ្នះទៀតបន្ទាប់មកគឺការសម្រេចចិត្តដ៏សំខាន់បន្ទាប់ពីឈ្នះការប្រកួតខូចថាបានឃើញឪពុករបស់ស្នេហាខ្ញុំមិនទាន់លេចចេញជាលើកទី3នៅឡើយទេគូប្រជែងយ៉ាងឆាប់រហ័សបើការវាយប្រហារដ៏ខ្លាំងក្លានិងការវាយបកដ៏ខ្លាំងក្លាពីទូដំបងនឹងរបស់ហ្គីថាការវាយប្រហារនីមួយត្រូវបានទប់ទល់នឹងការតស៊ូនិងវាយបកដាវរបស់គូប្រកួតជួងបានឆ្លៀតឱកាសនោះហើយសម្រេចបានពេលវេលាដើម្បីមើលការប្រកួតបានកន្លងផុតទៅហើយនៅសល់មិនច្រើនទេដូចមនុស្សគ្រប់គ្នាអញ្ចឹងការបរាជ័យរបស់យេថាគឺជាមិនរួចទៅហើយចិត្តរបស់ရှេយេថាឈុតឆាកពីកុមារភាពរបស់ខ្ញុំបានផុសឡើងក្នុងចិត្តគូប្រកួតបាននាំមុខរួចហើយគីដារ៉ូបាន4ពិន្ទុហើយត្រូវការត្រឹមតែមួយក្នុងរយៈពេល22វិនាទីដែលនៅសល់ការសម្រេចបាននៅការវិលត្រឡប់មកវិញគឺជាការលើមេឃនៅពេលនេះក្នុងលោកគីតាប៉ុន្តែពួកគេមិនបានបោះបង់ចោលទេនៅពេលដែលពេលវេលាកន្លងផុតទៅនៃពេលវេលាប៉ុមនៅតែបន្តព្យាយាមដើម្បីស្វែងរករបស់កំហាញមួយដំបូងត្រូវបង្កើតរបស់កំហាញคล้ายៗមួយបន្ទាប់មកការវាយប្រហារដោយល្បិចកលប៉ុមបានទៅដល់គូប្រកួតដោយជោគជ័យលើកនេះខ្សែនេះអាចបញ្ចប់ការបញ្ច្រាសបានស៊ីម៉ាជីមិនត្រឹមតែនៅក្នុងការប្រកួតនេះទេប្រទេសចិនបានបង្កើតអភូតហេតុនិងបានផ្លាស់ប្ដូរបានសរសេរប្រវត្តិសាស្ត្រឥណ្ឌាទីបំផុតទទួលបានជ័យជំនះដ៏លំបាកមេដាយមាសរបស់អ៊ីស៊ីនិងបន្ទប់ខ្មៅតូចឪពុកនៅក្នុងរឿងនៅតែព្រួយបារម្ភជាមួយនឹងលទ្ធផលនៃការប្រកួតនៅពេលដែលភ្លេងជាតិឥណ្ឌាបន្លឺឡើងលោកឪពុកបានក្រោកឈរឡើងដោយក្តីរំភើបគាត់ដឹងថាវាត្រូវតែជាសុបិនដែលខ្លាយជាការពិតបន្ទាប់មកភ្នែករបស់ឪពុកនេះបង្ហាញថាឪពុកនៅទីបំផុតបានយល់ឃើញថាគាត់មិនអើពើនឹងអ្វីដល់អហុកេឡាឋាននៅយេថាពេលឃើញដូច្នោះគាត់ក៏បោះផ្កាចោលរួចរត់គេចខ្លួនបានកូនស្រីមានអាយុ4ឆ្នាំភ្នែករបស់ពួកគេបានជួបគ្នាហើយទឹកភ្នែកបានហូរចេញពីភ្នែករបស់ឪពុកតាមពិតទៅឆងកំពុងសម្ដៅទៅលើការបញ្ជូនស្រីរបស់កូនស្រីពោពេញដោយតញ្ញោតាធម៌ចំពោះឪពុកគាត់បានយកមេដាយមាសហើយប្រគល់វាទៅឲ្យប៉ានោះតែងតែជាប៉ាសុបិនមួយដែលមិនទាន់បានសម្រេចនឹងសុបិននេះវាក៏ត្រូវបានបន្តពូជដោយជោគជ័យបំផុតគីតាត្រូវចុះទៅជាន់ក្រោមឪពុកខ្ញុំតែងតែចង់និយាយវាប៉ុន្តែមិនបាននិយាយដែលចេញមកនៅពេលនេះការខិតខំប្រឹងប្រែងទាំងអស់គឺមានតម្លៃ